ជីវិតយើងមិនដឹងមានប្រមាណដងទេតែបើសិនជាបងប្អូនមានលទ្ធភាពនឹងឲ្យយើងដើរហើយទៅតន់យើងនៅក្មេងណាហ្នឹងហើយហើយបើសិនជាបងប្អូនដើរលក្ខណៈសំបាតចិត្តបងប្អូនអាចទៅកន្លែងចិត្តហ្នឹងហើយយើងអាចដើរលេងសប្បាយបានហើយសំខាន់យើងទទួលបាននៅបរិយាកាសក៏ដូចជាបានស្រូបខ្យល់អាកាសនិងទទួលបាននៅអារម្មណ៍ប្លែកហ្នឹងហើយលក្ខណៈបែបធម្មជាតិណាអញ្ចឹងក្នុងវីដេអូនេះបងប្អូនកុំភ្លេចទៅដើរលេងមួយខ្ញុំទាំងអស់គ្នាដើរលេងលក្ខណៈយើងអត់មាន plan មានគម្រោងច្បាស់លាស់ណាពេលខ្លះក៏វាមានចំណុចល្អពេលខ្លះក៏មានចំណុចមិនល្អដែលបងប្អូនគួរតែមានការប្រុងប្រយ័ត្នចំណុចល្អគឺយើងគិតភ្លាមយើងទៅភ្លាមហ្នឹងហើយអាហ្នឹងការសម្រេចចិត្តរបស់យើងលឿនអត់ចាំញ៉ៃច្រើននាំតែពេលខ្លះយើងដូរចិត្តប៉ុន្តែចំណុចមិនល្អពេលខ្លះដែលយើងទៅលឿនពេកយើងអត់ដឹងថាទៅណាហ្នឹងហើយឧទាហរណ៍យើងទៅដល់ទីតាំងប៉ុន្តែយើងអត់ដឹងថាគួរទៅនេះទៅនោះព្រោះដោយសារយើងអត់បានឆែកមើលថាតើទីតាំងដែលយើងទៅហ្នឹងមានអីខ្លះយើងមើលទៅដូចជាអត់មានអីដែលមើលទៅវ៉ាវទេហើយតែគាត់ថាភាគច្រើនភ្ញៀវដែលគាត់មកជាពិសេសបងប្អូនយើងដែលគាត់មកលេងណានៅបងប្អូនឃើញមានលោកសង្ឃនៅពីក្រោយខ្ញុំគាត់មកលេងមកមើលមកអីចឹងណាថ្ងៃសំខាន់នៅខាងទល់មុខដំណាក់ចាស់ហ្នឹងបងប្អូនឃើញមានព្រៃស្រល់នោះព្រៃជ្រៅហ្មងហើយអាចឮសលេងខ្យល់ប្រហែលជាឮសលេងស្រល់អីចឹងណាអូនៅខាងនោះក៏មានបឹងដែរនោះគេឃើញហ្នឹងបងប្អូនណាដែលគាត់ត្រូវការទិញខោលីអូថ្មីស្អាតហ្នឹងហើយនិយាយទៅស្តុកយើងគឺមានគ្រប់ពណ៌ចម្រុះចូលរាល់ថ្ងៃបងប្អូនអាចតាក់ទងមកបានណាហ្នឹងហើយខោសាច់លេខ1សាច់ព្រីមៀមពាក់ឲ្យត្រជាក់ពាក់ឲ្យមិនស្គៀបហ្នឹងហើយបងប្អូនទីតាំងដែលខ្ញុំនៅនេះគេហៅថាដំណាក់ចាស់បងប្អូនដែលស្ថិតនៅក្នុងរមណីយដ្ឋានគិរីរម្យបងប្អូនណាហ្នឹងហើយខ្ញុំមកនេះនិយាយទៅមកលក្ខណៈអត់គ្រូងអត់ព្រីងអីទាំងអស់ដល់ពេលចេះតែជិះតាម map ទៅកន្លែងណាទៅបានចេះតែជិះណាហ្នឹងហើយទីបំផុតគឺខ្ញុំមកដល់ទីតាំងកន្លែងនេះហើយឃើញគេដើរចុះមកត្រង់នេះក៏ខ្ញុំចុះមកដែរព្រោះខ្ញុំឃើញ view កន្លែងនេះគឺស្អាតមែនតើហើយសំខាន់បងប្អូនចូលមកក្នុងហ្នឹងគឺបងប្អូនកលេចមកគឺឃើញមានកន្លែងមួយដែលបងប្អូនអាចចូលជ្រកបានណាតែខ្ញុំអត់ដឹងថាឈ្មោះអីទេប៉ុន្តែយើងមើលខាងក្នុងរួមដែលខ្ញុំថតឲ្យបងប្អូនកលេចឃើញមកគឺវាមានហាក់ដូចជាកន្លែងនេះរៀបរាប់ពីទីតាំងផ្សេងនៅក្នុងរមណីយដ្ឋានគិរីរម្យរបស់យើងណាបងប្អូនហើយនេះគឺជា view ដែលខ្ញុំបានថតពីទីតាំងកន្លែងហ្នឹងមកបងប្អូនណាគឺស្អាតមែនតើសំខាន់ឃើញមានភ្នំមានព្រៃឈើស្រល់មានទឹកមានបឹងមានអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលមកគឺបងប្អូនអាចមកលេងបានណាហ្នឹងហើយដំណាក់ចាស់របស់យើងហ្នឹងហើយនេះគឺជាបរិយាកាសដោយរួមបងប្អូនណាហ្នឹងហើយខ្ញុំថតដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានឃើញទាំងស្រុងតែម្ដងទៅហ្នឹងហើយនិយាយទៅស្រល់នេះគឺវាមានស្រល់ខ្លះក៏ខ្ពស់ស្រល់ខ្លះក៏ទាបតែពេលដែលយើងនៅលើនេះយើងនៅលើចំណោតបងប្អូនអញ្ចឹងជាក់ស្ដែងពេលដែលយើងថតរូបនៅប្លង់ត្រង់ហ្នឹងគឺស្អាតខ្លាំងមែនតើហ្មងហ្នឹងហើយប្រភេទ portrait ឬក៏យើងថត full frame យើងធម្មតាក៏មើលទៅគឺស្អាតដែរហ្នឹងហើយពេលដែលខ្ញុំចេញពីកន្លែងហ្នឹងមកគឺយើងបានដើរចូលទៅក្នុងបរិវេណហ្នឹងក៏មានផ្លូវឡើងទៅឬក៏ផ្លូវចុះមកវិញណាបងប្អូនមានលក្ខណៈគឺជាសួនណាអញ្ចឹងបងប្អូនបើអត់ដឹងទៅណាអាចមកលេងបានទីតាំងនៅគិរីរម្យយើងហ្នឹងហើយក៏សូមអរគុណដល់ហាងខោលីអូប៊ូខេនបើសិនជាបងប្អូនមានតម្រូវការចង់ទិញខោលីអូថ្មីស្អាតហ្នឹងហើយអញ្ចឹងបងប្អូនអាចតាក់ទងមកបានណាធានាឲ្យខោសាច់លេខ1 promotion គឺ4ថែម1